បាទសួស្តីបងប្អូនអរគ្នាខ្ញុំសូមដកស្រង់ប្រវត្តិសាស្ត្រសម័យនគរភ្នំនិងសម័យចេនឡាមកអានជូនបងប្អូនជាទីសន្តាប់ដើម្បីកុំឲ្យភ្លេចដានប្រវត្តិសាស្ត្រខ្មែរយើងបាទសម័យប្រវត្តិសាស្ត្រវប្បធម៌អរិយធម៌នៃនគរភ្នំនិងចេនឡាតាមការសិក្សាបុរាណវត្ថុនិងកំណត់ហេតុចិនព្រមទាំងសិលាចារឹកអាចឆ្លុះឲ្យយើងឃើញយ៉ាងច្បាស់លាស់នៅលក្ខណៈរបស់វប្បធម៌អរិយធម៌ខ្មែរសម័យនគរភ្នំនិងចេនឡាដែលជាមូលដ្ឋានវប្បធម៌អរិយធម៌ខ្មែរសម័យមុនអង្គរសម័យអង្គរនិងសម័យក្រោយអង្គរឬក៏សម័យបច្ចុប្បន្ននេះសូមរំលឹកឡើងវិញផងដែរថាប្រទេសខ្មែរយើងនៅគ្រាដំបូងបង្អស់បានទទួលអនុភាពវប្បធម៌ក្លិងយ៉ាងសកម្មជាហេតុនាំឲ្យជាហេតុដែលញ៉ាំងឲ្យបុព្វបុរសខ្មែរចំនួននោះកាន់ប្រពៃណីទំនៀមទម្លាប់បែបឥណ្ឌាច្រើនដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធបំផុតនឹងផ្នែកជំនឿសាសនាបាទមិនសម័យមុនគឺខ្មែរយើងលំហូរសាសនាមកពីឥណ្ឌាលើពីនេះទៀតរបៀបរៀបចំនយោបាយក៏តាមបែបឥណ្ឌាដែរគួរគប្បីអង្កេតឃើញថាចាប់តាំងពីនោះមកខ្មែរយើងបានស្គាល់នៅការលូតលាស់គ្រប់វិស័យក្នុងវិស័យនយោបាយសេដ្ឋកិច្ចសង្គមគិច្ចនិងវប្បធម៌បើយើងនិយាយពីផ្នែកសាសនាវិញសូមបញ្ជាក់ថាខ្មែរយើងនៅចំនួននោះប្រារព្ធជំនឿសាសនាសិល្បៈក្លិង្គទាំងពីរគឺព្រហ្មញ្ញសាសនានិងព្រះពុទ្ធសាសនាដែលមានគណៈពីរគឺហិនយាននិងមហាយានដែលប្រើភាសាសំស្ក្រឹតចំពោះអនុភាពរបស់ព្រះពុទ្ធសាសនាលើសង្គមខ្មែរយើងអាចយកសិល្បកម្មដែលគេរកឃើញក្នុងទីតាំងនានាក្នុងបរិជាណាចក្រខ្មែរបុរាណជាភស្តុតាងប្រភពឯកសារមួយប្រភពទៀតដែលយើងគួរចាប់អារម្មណ៍ដែលជាមូលដ្ឋាននៃប្រវត្តិសាស្ត្រជាតិយើងគឺសិលាចារឹកដែលបំភ្លឺយើងនៅជំនឿបុរាណនិងទំនៀមទម្លាប់ទាក់ទងនឹងជំនឿម្យ៉ាងទៀតពង្សាវតារនៃរាជវង្សចិននានាក៏អាចជាជំនួយមួយយ៉ាងធំដែរផ្នែកសាសនារបស់ជនជាតិខ្មែរបុរាណចំណុចមួយទៀតដែលយើងគួរកត់ត្រាគឺសាសនាក្លិង្គទាំងពីរដែលអ្នកដឹកនាំខ្មែរចាត់ទុកថាជាសាសនាជាតិរបស់ខ្លួននិងជីវិតរស់នៅលើទឹកដីខ្មែរក្នុងភេរភាពនិងសមភាពពោលគឺគ្មានភាពអមិតឬបទុសរាយម្យ៉ាងទៀតសាសនាក្លិង្គនេះហើយជារូបមន្តមួយសម្រាប់បង្រួបបង្រួមប្រជាពលរដ្ឋជាធ្លុងមួយក្រោមការដឹកនាំរបស់ស្ដេចខ្មែរបាទបើយើងនិយាយទៅការរួបរวมជាធ្លុងមួយគឺជាកម្លាំងចលករខ្លាំងណាស់សម្រាប់ប្រទេសជាតិមួយបាទដែលធ្វើឲ្យសត្រូវមានការខ្លោចខ្លាចបាទតែបើមានការបែកបាក់មិនថាសត្រូវក្រៅឬក៏សត្រូវខាងណាទេគឺគេមិនខ្លោចខ្លាចយើងទេហើយគេនឹងយាយីចង់លេបត្របាក់យើងតែម្ដងសូមបញ្ជាក់ត្រង់នេះថាព្រហ្មញ្ញសាសនាបានផ្សព្វផ្សាយចូលមកដល់នគរភ្នំជាមួយព្រះពុទ្ធសាសនាតាមរយៈពួកឈ្មួញក្លិង្គព្រហ្មញ្ញសាសនាជាពហុទេវនិយមខុសពីឯកទេវនិយមពីព្រោះគេមានជំនឿទៅលើទេវតាជាច្រើនអង្គដូចជាព្រះព្រហ្មព្រះវិស្ណុនិងព្រះសិវៈព្រមទាំងទេវតារងជាច្រើនទៀតដូចជាព្រះឥន្ទព្រះអគ្គីព្រះវរុណព្រះសូរព្រះច័ន្ទព្រះយមព្រះវិយុលៈក្នុងព្រហ្មញ្ញសាសនាគេជឿថាលោកយើងនេះកើតឡើងដោយសារអាទិទេពដូចជាបុរសប្រជាមតិព្រហ្មព្រះព្រហ្មគឺមហាអាទិទេពបង្កើតភ្លើងខ្យល់មនុស្សរុក្ខជាតិធម្មជាតិម្យ៉ាងទៀតគេជឿថាភាវៈទាំងអស់ក្នុងលោកយើងនេះកើតឡើងដោយសារធាតុល្អិតល្អន់បរិសុទ្ធរបស់ព្រះព្រហ្មដែលមានឈ្មោះថាព្រះព្រហ្មញ្ញក្រៅពីទស្សនៈនេះគេមានជំនឿទៅលើអាត្ម័ននិងកម្មញ្ញដែលជាទ្រឹស្ដីយ៉ាងសំខាន់បំផុតតាមគម្ពីរឧបនិស្ស័តព្រហ្មញ្ញសម្គាល់នៅព្រលឹងសកលឬមេព្រលឹងហើយក្នុងព្រលឹងនេះមានព្រលឹងតូចល្អិតនៅរួមជាមួយគឺអាត្ម័នរីឯកម្មញ្ញឬកម្មគឺអំពើអាក្រក់តាមកាយចិត្តវិចារកម្មញ្ញសម្រាប់បុព្វហេតុនៃការកើតស្លាប់ជាអំពើដែលបន្តគ្នាក្នុងការបង្កើតភាវៈគ្រប់បែបយ៉ាងទាំងអស់ម្យ៉ាងទៀតកម្មញ្ញក៏សម្គាល់ផងដែរនៅទំនាក់ទំនងរវាងអំពើនិងផលពោលគឺអ្វីដែលធ្វើមិនសាបសូន្យឡើយលើសពីនេះទៀតកម្មញ្ញសម្គាល់ក៏
ផ្ដល់ផលដែលជារង្វាន់ដូច្នេះដើម្បីចាកផុតពីអវិជ្ជាដែលជាប្រភពនៃសេចក្តីទុក្ខដែលធ្វើឲ្យមនុស្សវិលកើតវិលស្លាប់ក្នុងវដ្តសង្សារគេត្រូវបន់ស្រន់បូជាអាទិទេពដែលបង្កើតលោកឬជាម្ចាស់របស់ភាវៈទាំងអស់ខុសពីព្រះពុទ្ធសាសនាដែលជឿថាខ្លួនត្រូវទីពឹងខ្លួនហើយបើដើម្បីជៀសផុតពីសេចក្តីទុក្ខពោលពីអវិជ្ជាគេត្រូវរកហេតុនិងផលចំពោះសកម្មភាពទាំងឡាយណាដែលយើងប្រព្រឹត្តបាទអាទិទេពជឿទៅលើកម្មបាទអញ្ចឹងនៅក្នុងខ្មែរយើងនេះអញ្ចឹងហើយបានអ្នកខ្លះជឿអ្នកខ្លះពេលដែលគាត់មានបញ្ហាអីគាត់គិតផ្សេងទៅអ្នកខ្លះគិតផ្សឹងទៅបាទដោយសារជំនឿអ្នកខ្លះខ្មែរយើងនៅមានជំនឿព្រហ្មញ្ញសាសនានៅឡើយទេខ្មែរមួយចំនួនធំណាអត់ដឹងតែខ្លួនឯងជឿទៅលើព្រហ្មញ្ញសាសនាទេដូចអ្នកគោរពវិញ្ញាណរកអរិយអ្នកតាអីហ្នឹងគឺសិទ្ធិអ្នកកាន់ព្រហ្មញ្ញសាសនាតែបើពុទ្ធសាសនាដូចមហិកបទុសរាយគ្នាហ្នឹងគឺពុទ្ធសាសនាមិនដែលឲ្យទៅជឿទៅលើអញ្ចឹងទេគឺពុទ្ធបង្រៀនមនុស្សឲ្យទីពឹងខ្លួនប្រឹងប្រែងធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់តែបើងាកទៅគ្រីស្ទានវិញក៏មិនដែលឲ្យមនុស្សទៅជឿលើវិញ្ញាណខ្មោចបិសាចអរិយសតាំងដែរគឺមានតែព្រះដែលមានបច្ចុប្បន្នរស់ហើយឲ្យអនុវត្តឲ្យធ្វើទៅតាមព្រះបន្ទូលព្រះដែលបានបង្រៀនហើយធ្វើល្អជួយអ្នកដទៃផ្ដល់សេចក្តីស្រឡាញ់ឲ្យបានច្រើនទៅដល់មនុស្សលោកនៅក្នុងពិភពលោកបាទมันមានកំហឹងគំនុំឆ្លោះគ្នាប្រកែកគ្នាបាទចង់បានអំណាចដណ្ដើមអំណាចគ្នាដោយចង្អាយពិភពលោកកំពុងតែវិលវល់ពេញមកហ្នឹងបាទរកសេចក្តីស្រឡាញ់អត់ទាន់ឃើញទេពិភពលោករាល់ថ្ងៃគឺដោះស្រាយរកសេចក្តីស្រឡាញ់អត់ទាន់ឃើញទេបាទរាល់ថ្ងៃគឺស្អប់ខ្ពើមគ្នាយកឈ្នះយកចាញ់អំណាចកាងអំណាចគ្នាទៅវិញទៅមកបាទឯងខ្លាំងអញខ្លាំងអញ្ចឹងទៅបាទពិភពលោករាល់ថ្ងៃកំពុងតែឈានទៅរកដល់ថ្ងៃចុងក្រោយនៅក្នុងព្រះគម្ពីរ Revelation ដែលបានចែងបាទថ្ងៃចុងក្រោយនៅពេលដែលមុននឹងព្រះយាងមុខហ្នឹងគឺមានរឿងអាក្រក់កើតឡើងបាទកើតឡើងច្រើនបាទបើយើងអានព្រះគម្ពីរតទៀតណាបាទចឹងខ្ញុំសូមបញ្ចប់ប្រវត្តិសាស្ត្រនៃសម័យនគរភ្នំនិងចេនឡាប៉ុណ្ណឹងបាទខ្ញុំមិនចង់អានច្រើនទេព្រោះថាកាលណាអានច្រើនវាធ្វើឲ្យអ្នកស្ដាប់នឹងមានការធុញអញ្ចឹងខ្ញុំសូមអានប៉ុណ្ណឹងចុះបាទអរគុណបាទ